ជូនសមាជិកនៃការប្រកួតគូមិត្តភាពអន្តរជាតិដែលជាគូចុងក្រោយនៅសង្វៀនឆំពៀនធម្មពលអ្នកប្រយុទ្ធប្រកួតតំណាងគុណខ្មែរប៉ះជាមួយនឹងកីឡាករថៃបង្គោលខៀវអែកមងខុនបាទអែកនខនបាទលោកមឿងយ៉ានបាទអែកនខនចូលមកម៉ាត់ឆ្វេងស្ដាំតេះមុខរបស់បាទโซម៉ូចបាទโซម៉ូចនេះបាទកណ្ដាប់ដៃគាត់ធ្ងន់ណាស់បាទប៉ុន្តែក៏ពេលខ្លះក៏គាត់គេថាបើកឃុំច្រើនបាទចំណុចដែលខ្ញុំឃើញមកគឺឃុំបាទគាត់បើកច្រើនបាទពេលខ្លះមិនគេថាប្រយ័ត្នដែរតែមិនសូវប្រយ័ត្នខ្លាំងបាទតវត្តមួយរបស់បាទអែកនខនសងមកវិញពីโซម៉ូចតវត្តជើងក្រោមម៉ាត់ឆ្វេងបាទម៉ាត់ឆ្វេងម៉ាត់ស្ដាំបាទធាក់មួយបាទរបស់អែកនខនបាទជង្គង់បាទចង់ចាប់លេងជង្គង់បាទប៉ុន្តែโซម៉ូចថយទាន់បាទចង់ម៉ាត់ទាន់ចេញទេពីโซម៉ូចបាទអែកនខនបាទគឺគេចារចាំផ្ដាច់ចង្វាក់របស់โซម៉ូចតែម្ដងម៉ាត់ស្ដាំមួយរបស់โซម៉ូចបាទម៉ាត់ឆ្វេងមួយទាត់សងវិញរបស់បាទអែកនខនបាទចូលទៅបាទម៉ាត់មុខរបស់បាទโซម៉ូចបាទបោះដៃឆ្វេងលឿនមែនទែនបាទដៃឆ្វេងរបស់โซម៉ូចម៉ាត់ឆ្វេងស្ដាំរបស់โซម៉ូចបាទដូរដៃគ្នាជាមួយនឹងអែកនខនបាទបោះដៃឆ្វេងបាទទាត់មួយជង្គង់ម៉ាត់របស់โซម៉ូចបាទឆ្វេងស្ដាំរបស់โซម៉ូចបាទអែកនខនបាទប្រយ័ត្នប្រយែងដៃអូយពីរដៃបេះទៅលើផ្ទៃមុខរបស់អែកនខនបាទម៉ាត់មួយទៀតពីរដៃទៀតទាត់សងរបស់អែកនខនបាទបោះដៃឆ្វេងបាទម៉ាត់ពីរដៃបីដៃរបស់បាទโซម៉ូចបាទអែកនខនប្រយ័ត្នប្រយែងទាត់ជើងក្រោមអត់ទេទាត់ស្ដាំមួយរបស់អែកនខនបាទโซម៉ូចបោះដៃសុទ្ធបាទអូចូលដៃទៀតហើយបាទរបស់បាទโซម៉ូចបាទម៉ាត់ឆ្វេងស្ដាំចូលកែងវិញបាទរបស់អែកនខនបាទខ្លាំងទៅខ្លាំងមកហើយពេលនេះអូយបាទប្រាប់ហើយថាដៃរបស់โซម៉ូចបាទគឺធ្ងន់ណាស់បាទឥឡូវយ៉ាងម៉េចទៅហើយចំពោះទឹកចោលខ្ជាក់ថ្មិញមួយសិនបាទបន្តការប្រកួតបានបាទខ្ជាក់ថ្មីលោកហុងសវ៉ាតបាទទៅបាទរើសថ្មិញមកឲ្យបាទចាក់ទឹកបាទឲ្យកីឡាករខាំពុំថ្មិញប្រកួតជាបន្តការប្រកួតឱកាសរបស់โซម៉ូចផ្ដាច់ទឹកទី1បាទម៉ាត់ឆ្វេងស្ដាំក៏ចាប់ទឹកជង្គង់បាទអែកនខនដេញបាទដេញឡាំជង្គង់បាទដេញឡាំជង្គង់ហើយបាទព្រួយលេងដៃលេងពិបាកជាមួយនឹងโซម៉ូចបាទជង្គង់ម៉ាត់โซម៉ូចសេរីពោះទឹកโซម៉ូចសេរីដៃពោះទឹកម៉ាត់មុខមួយម៉ាត់ឆ្វេងមួយទៀតរបស់โซម៉ូចបាទបង្គោលក្រហមកីឡាករមានមកប្រកួតតំណាងគុណខ្មែរបាទដើរចូលโซម៉ូចថតអែកនខនចុកទៀតហើយ3 4បាទកន្លែងចាស់បាទអែកនខនដើរទៅរកគ្រូបាទគ្រូថាឲ្យបន្តទៀត9 10ទៅលេងរួចហើយបាទចូលទៅខំបុកលេងជង្គង់ដែរប៉ុន្តែទៅមិនរួចទេโซម៉ូចកណ្ដាប់ដៃធ្ងន់ណាស់បាទគោរពដឹងគុណបាទអាញាកណ្ដាលក្នុងនាមជាកីឡាករបរទេសប៉ុន្តែប្រកួតតំណាងគុណខ្មែរបង្ហាញថាបាទរូបគេវឹកហាត់គុណខ្មែរបង្ហាញទៅកាន់បាទគេថាពុកម៉ែបងប្អូនថាគេគឺជាកីឡាករប្រកួតតំណាងឲ្យគុណខ្មែរបាទនេះបាទដៃโซម៉ូចធ្ងន់ណាស់បាទបងប្អូនបាទគឺដៃរបស់គាត់បាទប្រហែសមិនបានទេបាទទឹកមួយបាទបេះមុខបាទចូលទឹកពីរអែកនខនព្យាយាមដែរនៅក្នុងការបាទសម្រុកទៅលើโซម៉ូចបាទដើម្បីអីបាទគឺលេងជង្គង់បាទប៉ុន្តែមានឯណាបាទโซម៉ូចបាទគឺដឹងមុនបាទអញ្ចឹងគឺលេងតែពោះទឹកបាទម៉ាត់តែពោះទឹកបាទឲ្យអែកនខនមិនអាចបន្តការប្រកួតបានបាទក្រោមពោះទឹកបាទលើឆ្អឹងជំនីខាងស្ដាំបាទម៉ាត់យកបាទគឺធ្វើឲ្យអែកនខនមិនអាចបន្តការប្រកួតទៀតបានបាទក៏ទទួលបានរង្វាន់បាទពីអ្នកទស្សនាផ្ទាល់បាទគឺអ៊ំស្រីបាទស្រឡាញ់ពេកបាទអញ្ចឹងឲ្យរង្វាន់ទៅបង្គោលក្រហមឈ្នះកីឡាករបង្គោល